ឥឡូវនេះក្រុមអ្នកចង់ពហិការលើតំណែងថៃបានប្រើប្រាស់ពាក្យសម្ដីរបស់លោកហ៊ុនសែនបង្កើតកម្លាំងធ្វើពហិការថែមទៀតហើយយើងក៏ឃើញភាពមួលបង្កាច់គ្នាដូចសម័យខ្មែរក្រហមបានលេចធ្លោចេញមកមានការចោទប្រកាន់អ្នកនេះនាំចូលតំណែងថៃអ្នកនោះនាំចូលតំណែងថៃកាច់មួលគ្នាឲ្យធ្លាក់បនស័កជាដើមលក្ខនឹងលក្ខដូចសត្វស្វាកំពុងឃើញពស់អំពើនេះបានបណ្ដាលឲ្យកើតវិនាសកម្មស្លាប់មនុស្សអស់ច្រើនលាននាក់ពីឆ្នាំ1975ដល់ឆ្នាំ1979ឥឡូវនេះការមួលបង្កាច់ចោតរបស់ពួកឆ្លប់និងពួកកន្ធោក៏ចាប់ផ្ដើមធ្វើការច្រើនជាងមុនហើយក៏ទូងស្គរយកសម្ដីលោកហ៊ុនសែនប្រឆាំងថៃធ្វើជាការឆ្លោះនៅក្នុងរង្វង់នៃជាតិសាសន៍ឯងខ្ញុំដែលជាមនុស្សម្នាក់បញ្ចេញមតិពីបរទេសឲ្យប្រុងប្រយ័ត្នកុំដឹកដៃគ្នាឆ្ពោះទៅរកសេចក្តីវិនាសដោយបង្កនៅទំនាស់ផ្ដាច់សង្វាស់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសកំពុងតែឃើញថាសម្ដីរបស់លោកហ៊ុនសែនមានប្រសិទ្ធភាពណាស់ដែលធ្វើឲ្យខ្មែរនាំគ្នាកាន់ដៃគ្នាដើរព្យុហយាត្រាឆ្ពោះទៅរកសេចក្តីវិនាសខាងសេដ្ឋកិច្ចពាក្យអួតអាងថាអត់ថៃមិនងាប់ទេកំពុងពេញនិយមហើយពាក្យថាអត់ថៃមិនងាប់ទេកំពុងពេញនិយមនឹងបំផ្លាញគ្នាទៅវិញទៅមកទាំងបំផ្លាញថៃទាំងបំផ្លាញខ្មែរតើអ្នកណាមុជទឹកបានយូរជាងយើងនឹងឃើញទំនាស់នេះអូសបន្លាយទៅមុខមិនមែនចប់ឆាប់ទេនេះគឺជាអ្វីដែលណានេះគឺជាអ្វីដែលកំពុងតែកើតឡើងនេះគឺជាអ្វីដែលកំពុងតែកើតឡើងដូច្នេះខ្យល់បក់ខ្លាំងតាមរយៈសម្ដីរបស់លោកហ៊ុនសែនធ្វើឲ្យមនុស្សម្នាមួយចំនួនសប្បាយចិត្តនិងបង្កើតពហិការសប្បាយចិត្តបង្កើតពហិការឈប់ទិញទំនិញគ្នាការផ្ដាច់សង្វាស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងឈានទៅដល់ការផ្ដាច់សង្វាស់ដទៃទៀត1ម៉ោងមុននេះប្រទេសថៃបានផ្សាយអំពីកិច្ចការមួយចំនួនតាក់ទងនឹងព្រំដែនដែលថៃកំពុងតែប្រើល្បិចកលម្ដងធ្វើជាតឹងរឹងម្ដងធ្វើជាធូរស្រាលម្ដងធ្វើជាតឹងរឹងម្ដងធ្វើជាធូរស្រាលចំពោះបញ្ហានៅតាមព្រំដែនមួយចាំបីពួកគេលើកឡើងគឺអ្វីដែលកំពុងតែកើតឡើងចេះតែបន្តតទៅទៀតហើយការដុតបាញ់ឆេះ
តាមសម្ដីរបស់មេដឹកនាំនឹងឃើញលទ្ធផលខ្ញុំធ្វើសេចក្តីសន្និដ្ឋានទុកមុនថារឿងរ៉ាវនេះនឹងនាំឲ្យប្រទេសខ្មែរឆ្ពោះទៅកាន់សេចក្តីវិនាសខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនចាំទុកថាបើសិនជាខ្មែរចូលចិត្តលេងសើចហើយមេដឹកនាំប្រើអត្តនោម័តដោយយកទំនាស់ច្បាំងគ្នា5ថ្ងៃគឺលោកហ៊ុនសែនទាស់គ្នាជាមួយនឹងទាហានថៃឥឡូវលោកហ៊ុនសែនចាញ់មុខមកទាស់គ្នាទៀតខ្ញុំមិនមែននិយាយថាលោកហ៊ុនសែនមិនត្រូវប្រតិកម្មទេខ្ញុំចង់និយាយថាលោកហ៊ុនសែនមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើប្រតិកម្មចំពោះការលេងសើចនៅក្នុង social media នៅក្នុងប្រព័ន្ធ media ដទៃរបស់ថៃក៏ប៉ុន្តែមេដឹកនាំមិនមែនដឹកនាំប្រទេសសម្រាប់ការពេញចិត្តនិងការមិនពេញចិត្តនៃដួងចិត្តរបស់ខ្លួនទេបើអ្នកដឹកនាំប្រើដួងចិត្តរបស់ខ្លួនដឹកនាំប្រទេសទាំងមូលឲ្យទៅបំពេញចិត្តខ្លួនគឺប្រទេសនឹងត្រូវធ្វើដំណើរទៅកាន់សេចក្តីវិនាសមិនថាលោកហ៊ុនសែនមិនថាមេដឹកនាំដូណាល់ត្រាំមិនថាមេដឹកនាំបារាំងមិនថាមេដឹកនាំអង់គ្លេសមិនថាមេដឹកនាំថៃឲ្យតែដឹកនាំប្រទេសតាមចិត្តរបស់ខ្លួនគឺឆ្ពោះទៅរកសេចក្តីវិនាស leader cannot just use his or her own emotion to lead the country បានសេចក្តីថាមេដឹកនាំមិនអាចប្រើអារម្មណ៍ផ្ទាល់របស់ខ្លួនដើម្បីដឹកនាំប្រទេសទេពីព្រោះវានឹងផុងខ្លួនចូលសេចក្តីវិនាសប្រតិកម្មលោកហ៊ុនសែនត្រូវតែមានក៏ប៉ុន្តែនៅពេលអាមីអាថោងកន្ថោយកសម្ដីមេដឹកនាំហើយទូងស្គរបញ្ឆេះកំហឹងគឺពេលនោះហើយដែលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងសេចក្តីវិនាសគេមិនអាចដឹកនាំតាមចិត្តមេដឹកនាំគិតផ្ទាល់ខ្លួនទេគេត្រូវដឹកនាំប្រទេសតាមគោលនយោបាយមេដឹកនាំប្រទេសណាក៏អញ្ចឹងដែរឲ្យតែចេះតែប្រើគំនិតរបស់ខ្លួនហើយបណ្ដោយឲ្យអាមីអាថោងបញ្ឆេះកំហឹងគឺដឹកនាំប្រទេសឲ្យឆ្ពោះទៅកាន់សេចក្តីវិនាសប្រសិនបើលោកហ៊ុនសែននៅបន្តរឿងនេះគាត់មានសិទ្ធិខឹងមានសិទ្ធិអន់ចិត្តគ្រប់ទាំងអស់ក៏ប៉ុន្តែបើគាត់នៅតែប្រើកន្ធថោឲ្យបន្តទូងស្គរបង្កើតបញ្ហាគាត់នឹងបណ្ដោយឲ្យការដឹកនាំប្រទេសរបស់គាត់ឆ្ពោះទៅកាន់សេចក្តីវិនាសមិនឈ្នះទេពីព្រោះអ្វីដែលសៀមវាធ្វើមិនមែនវាអត់ក្បួនទេវាសบายចិត្តក្រៃលែងដែលលោកហ៊ុនសែនខឹងនឹងវាសบายចិត្តក្រៃលែងដែលលោកហ៊ុនសែនខឹងនឹងវាពីព្រោះវាដឹងថាឲ្យតែលោកហ៊ុនសែនខឹងនឹងវាគឺដឹកនាំប្រទេសខ្មែរឲ្យទៅរកសេចក្តីវិនាសវាសិក្សាប្រវត្តិសាស្ត្រខ្មែរថាភាពស៊ីជោក្រអឺតក្រទមរបស់សីហនុត្រូវបានវាពន្យុះទាំងយួនទាំងសៀមពន្យុះសីហនុរហូតដល់ដឹកនាំប្រទេសឲ្យវិនាសឥឡូវនេះបើអស់សីហនុទៅនៅសល់ហ៊ុនសែនសៀមវាញោះហ៊ុនសែនឲ្យលោតដើម្បីដឹកនាំប្រទេសឲ្យទៅកាន់សេចក្តីវិនាសនេះខ្ញុំសន្និដ្ឋានទេខ្ញុំគ្មានអីប្រឆាំងនឹងលោកហ៊ុនសែនទេខ្ញុំគ្មានធ្វើនយោបាយប៉ុន្តែបងប្អូនកាប់ថ្មចំណាំ
វាកំពុងតែសប្បាយចិត្តសម្បើមណាស់វាត្រូវតែយកដៃអេះខ្វាចវាត្រូវតែនិយាយសម្ដីឡែបខាយវាត្រូវធ្វើការញុះញង់ឲ្យលោកហ៊ុនសែនលោតនឹងវាដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងសេចក្តីវិនាសឥឡូវនេះបានជោគជ័យ 80% ហើយមេដឹកនាំប្រទេសកម្ពុជាហៅខ្មែរឲ្យឈប់ប្រើផលិតផលនិងលុយថៃបានជោគជ័យ 80% វានឹងបន្តឆ្កើឆ្កៀលលោកហ៊ុនសែនឲ្យខឹងនឹងវាទៀតដើម្បីឲ្យលោកហ៊ុនសែនអំពាវនាវហើយអំពាវនាវទៀតឲ្យខ្មែរធ្វើពហិការឈប់ប្រើប្រាស់ផលិតផលនិងទំនិញថៃហើយវារុញឲ្យលោកហ៊ុនសែនបន្តបិទព្រំដែនកម្ពុជាថៃឡង់ទៅមុខទៀតស្រួលវាអង្គាមទឹកអង្គាមដីវាជាអ្នកបិទព្រំដែនតែប្រជាជនថៃភ្លេចខ្លួនថាវាបិទព្រំដែនហើយឥឡូវនេះប្រជាជនថៃចាប់ផ្ដើមធំក្លិនថ្មីថាអ្នកដែលបិទព្រំដែនគឺហ៊ុនសែនទៅវិញអញ្ចឹងថៃវានឹងឆ្កើឆ្កៀលវានឹងចាក់រុកវានឹងញុះញង់វានឹងបញ្ចើចបញ្ចាវានឹងលេងសើចឲ្យលោកហ៊ុនសែនអំពាវនាវខ្មែរប្រឆាំងថៃកម្លាំងនៃសតិអារម្មណ៍របស់ខ្មែរដែលប្រឆាំងនឹងផលិតផលថៃនឹងធ្វើឲ្យប្រជាជនថៃភ្លេចថាទាហានជាអ្នកបិទព្រំដែនដល់ប្រជាជនថៃភ្លេចថាទាហានជាអ្នកបិទព្រំដែនប្រជាជនថៃស្អប់ហ៊ុនសែនហើយចាត់ទុកថាហ៊ុនសែនគឺជាមេរោគបិទព្រំដែនទៅវិញដូចយួនធ្វើចំពោះខ្មែរយួនចាក់យួនឆ្កែឆ្កៀលយួនញុះញង់ធ្វើរហូតដល់ខ្មែរច្រឡោតទៅដេញទៅកាប់ទៅសម្លាប់យួនហើយយួនឈ្នះលើឆាកអន្តរជាតិឥឡូវនេះ 80% យួនឈប់ធ្វើសៀមធ្វើម្ដងណាសៀមធ្វើម្ដងថ្ងៃនេះតាំងពីព្រឹកមកសៀមសប្បាយចិត្តណាស់ដែលបានធ្វើឲ្យលោកហ៊ុនសែនលោតដូចកង្កែបលោកហ៊ុនសែនកំពុងសប្បាយនឹង Facebook កំពុងសប្បាយនឹង Facebook មានមនុស្សរាប់លានអ្នកចូលទៅមើលសម្ដីគាត់អញ្ចឹងគាត់នឹងបន្តផ្លោងសម្ដីទៀតហើយនៅពេលដែលគាត់បន្តផ្លោងសម្ដីទៀតគាត់នឹងរុញឲ្យប្រទេសកម្ពុជាទៅរកសេចក្តីវិនាសអត់មានបរទេសណាចាំបាច់មកធ្វើឲ្យខ្មែរវិនាសទេបរទេសគ្រាន់តែឆ្កាស់អ្នកដឹកនាំខ្មែរអ្នកដឹកនាំខ្មែរដឹកនាំខ្មែរទៅរកសេចក្តីវិនាសចាំសម្ដីខ្ញុំទុកនេះគឺជាស្នៀតដែលគេប្រើគ្រប់ទិសទីនៅក្នុងពិភពលោកដែលខ្មែរយើងមានពាក្យមួយគេហៅថាក្តាច់គូតសង្អាឲ្យខំគ្នាចាប់ស្រមោចសង្អាឬក៏អង្ក្រងហើយក្តាច់គូតវាហើយប្រឡែងទៅវិញឲ្យវាខំគ្នានៅក្នុងទីនេះគឺថៃកំពុងតែក្តាច់គូតលោកហ៊ុនសែនឲ្យលោកហ៊ុនសែនដឹកនាំបរិវារប្រឆាំងនឹងថៃហើយប្រជារាស្ត្រថៃនឹងភ្លេចថាទាហានថៃជាអ្នកបិទព្រំដែនហើយក៏ចោទប្រកាន់ថាលោកហ៊ុនសែនគឺជាមេរោគនៃការបិទព្រំដែនបន្ទាប់មកទៀតគេធ្វើឲ្យអាស៊ានទាំងអស់ធុញទ្រាន់នឹងលោកហ៊ុនសែនហើយគិតថាលោកហ៊ុនសែនគឺជាមេរោគដែលបំផ្លាញអាស៊ានតែតាមការពិតទាហានថៃអ្នកបង្កើតបញ្ហាហ្នឹងទាហានថៃបិទព្រំដែនដល់បន្ទាប់ពីបិទព្រំដែនមកច្បាំង5ថ្ងៃ
ដល់បន្ទាប់ពីច្បាំង5ថ្ងៃមកបន្តរឿងរហូតមកដល់សប្តាហ៍ថ្ងៃលេងសើចជាមួយហ៊ុនសែនទ្រាំអត់បានលូតទៅខំវិញដឹកនាំបរិវារកូនឆ្លួបមេឆ្លួបកថាអីទៅទូងស្គរខ្លាំងមែនតែនប្រជាជនថៃយូរទៅផ្លិចថាតាហ៊ានថៃអ្នកបិទព្រំដែនផ្លិចថាតាហ៊ានថៃអ្នកវាយវាទៅជាហ៊ុនសែនមនុស្សអាក្រក់យូរទៅណាយូរទៅយូរទៅណាយូរទៅអូខេយូរទៅអាស៊ានគេថាមនុស្សដែលបង្កបញ្ហាមិនមែនតាហ៊ានថៃព្រោះថៃតាហ៊ានថៃវាលាក់មុខក្រោយរដ្ឋាភិបាលអញ្ចឹងវាអត់ឃើញដល់យូរទៅប្រទេសអាស៊ានថាអ្នកដែលកកោឲ្យបែកបាក់អាស៊ានអត់មានអ្នកណាទេគឺហ៊ុនសែនគឺទៅជាហ៊ុនសែនវិញអញ្ចឹងអានឹងហើយដែលជាលកលល្បិចរបស់ថៃដែលបង្វិលតុកហ្នឹងដាក់ឲ្យហ៊ុនសែនអ្នកខុសដូចសម័យសីហនុដូចសម័យលន់នល់ដូចសម័យប៉ុលពតដែលយួនវាបង្វិលសភាពការណាវាបង្វិលសភាពការទីបំផុតមេដឹកនាំខ្មែរគឺជាអ្នកដឹកនាំប្រទេសខ្លួនឯងឲ្យទៅរកសេចក្តីវិនាសនេះគឺថ្ងៃនេះសៀមវាសប្បាយចិត្តដែលវាអូសលោកហ៊ុនសែនឲ្យធ្លាក់ក្នុងអន្តៈរបស់វាហើយវាសប្បាយចិត្តណាមេឌៀវាសប្បាយចិត្តដល់ឥឡូវហ្នឹងវាដាក់រូបទៀតវាដាក់រូបដើម្បីឲ្យលោកហ៊ុនសែនគាត់សប្បាយចិត្តព្រោះលោកហ៊ុនសែនគាត់សប្បាយចិត្តថាគ្រាន់តែគាត់មានប្រតិកម្មហ្នឹងឡើងហ្នឹងគឺនៅក្នុងមេឌៀថៃគេសប្បាយចិត្តបងប្អូនឃើញនេះទេនេះគេយករឿងលោកហ៊ុនសែនទៅនិយាយណាអូខេគេគូរករូបលោកហ៊ុនសែនជាព្រាយណាគេគូរូបលោកហ៊ុនសែនជាព្រាយដើម្បីគេចាក់ក្រឡេកលោកហ៊ុនសែនឲ្យលោកហ៊ុនសែនលូតអូខេគេយកទាំងសំរាំងស៊ីគេយកទាំងអ្នកដតីយកមកបញ្ចូលមន្តអាគមគាថាណាបងប្អូនមើលគេមកជួរនេះ14ម៉ោងមុនណាលោកហ៊ុនសែន1ថ្ងៃមុនលោកហ៊ុនសែន2ថ្ងៃមុនលោកហ៊ុនសែន7ថ្ងៃមុនលោកហ៊ុនសែន8ថ្ងៃមុនលោកហ៊ុនសែន9ថ្ងៃមុនលោកហ៊ុនសែន4ម៉ោងមុនលោកហ៊ុនសែនឃើញទេ4ម៉ោងមុនលោកហ៊ុនសែនលោកហ៊ុនម៉ាណែត3ម៉ោងមុនតាក់ទងនឹងអភិសិទ្ធនឹងលោកហ៊ុនសែន1ម៉ោងមុនតាក់ទងនឹងលោកហ៊ុនសែននឹងព្រំដែនភូមិគឺអីខាងភ្នំត្រក1ម៉ោងមុននេះលោកហ៊ុនសែន1ម៉ោងមួយនេះលោកហ៊ុនសែនដូច្នេះហើយគេសប្បាយណាស់ក្នុងការដែលគេកំពុងតែឆ្កាឆ្កៀលឲ្យមេដឹកនាំគឺលោកហ៊ុនសែនខឹងសម្បានឹងគេណាលោកហ៊ុនសែនខឹងសម្បានឹងគេដើម្បីនៅពេលដែលលោកហ៊ុនសែនខឹងសម្បានឹងគេណានៅពេលដែលលោកហ៊ុនសែនខឹងសម្បានឹងគេគឺលោកហ៊ុនសែននឹងនាំឆ្លប់របស់គាត់នឹងនាំកថារបស់គាត់
តតាំងប្រឆាំងធ្វើពហិការនិងទំនិញថៃបាត់ព្រំដែន100ឆ្នាំទៅមុខទៀតបង្កទំនាស់ហើយអ្វីដែលថៃពាត់បន្លាលួសអ្វីដែលថៃណាអ្វីដែលថៃពាត់បន្លាលួសអ្វីដែលថៃអង្គៀមអ្វីដែលថៃប៉ុនប៉ងនៅពេលដែលទាហានថៃអាចធ្វើឲ្យប្រជារាស្ត្រថៃគិតថាលោកហ៊ុនសែនគឺជាមេរោគអាក្រក់នៅពេលហ្នឹងហើយដែលគេអាចចំណេញបានណាហ្នឹងគឺជារបៀបដែលយួនធ្វើអស់រយៈពេលជាច្រើនឆ្នាំណាយួនធ្វើអស់រយៈពេលជាច្រើនឆ្នាំហើយយួនបានជោគជ័យមកលើខ្មែរដោយសារមេដឹកនាំខ្មែរធ្លាក់ក្នុងរណ្ដៅញុះញង់របស់យួនឥឡូវសៀមធ្វើម្ដងខ្ញុំធ្វើសេចក្តីសន្និដ្ឋានថាកំពុងតែធ្លាក់រណ្ដៅដូច្នេះហើយថ្ងៃនេះទី6ខែតុលាឆ្នាំ2025កំពុងពេញនិយមហើយរឿងមិនប្រើផលិតផលថៃកំពុងពេញនិយមហើយមិនប្រើលុយបាតណាកំពុងពេញនិយមហើយបងប្អូនសប្បាយចិត្តចោះកំពុងពេញនិយមហើយខ្ញុំធ្វើការសន្និដ្ឋានទេណាបងប្អូនខ្ញុំអត់មានប្រឆាំងទេអូខេអាហ្នឹងអញ្ចឹងអត់មានប្រឆាំងទេបាត់ព្រំដែនកុំថាឡើយ100ឆ្នាំបាត់1000ឆ្នាំក៏អត់មានបញ្ហាខ្ញុំដែរមិនប្រើប្រាស់ផលិតផលថៃកុំថាឡើយ2-3ឆ្នាំមួយជីវិតក៏ខ្ញុំអត់មានទៅខ្វល់ដែរព្រោះនៅក្នុងគ្រឿងប្រើប្រាស់របស់ខ្ញុំសឹងតែវាអស់មានរបស់ថៃទៅហើយខ្ញុំមិនចាំបាច់ប្រកាសទេខ្ញុំមកលែងប្រើទៅហើយដូចពីព្រឹកមិញខ្ញុំនិយាយពីរឿងមីវាយវាយដែលអតីតអ្នកសារព័ត៌មានម្នាក់ណានិយាយថាមកពីខ្មែរធ្វើពហិការផលិតផលថៃបានមីម៉ាម៉ាវាធ្លាក់តម្លៃខ្ញុំសូមជម្រាបថាដើរសួរខ្មែរនៅអាមេរិកទៅមានប្រមាណអ្នកស៊ីមេម៉ាម៉ាណាអូខេណាតើខ្មែរប្រមាណអ្នកនៅស្រុកអាមេរិកស៊ីអាមីម៉ាម៉ាខ្ញុំឈប់ស៊ីមីម៉ាម៉ា40ឆ្នាំយ៉ាងតិច40ឆ្នាំខ្ញុំដែលបានស៊ីអាមីម៉ាម៉ាវាយនឹងផងណាខ្ញុំអត់មានស្អប់ខ្ពើមតំណែងថៃទេបើខ្ញុំអត់ត្រូវស៊ីហើយឥឡូវនេះខ្ញុំមិនសូវហ៊ានស៊ីទេព្រោះខ្លាចវាកើតមហារីកខ្ញុំវាឆ្លងអាហ្នឹងអញ្ចឹងវាអត់មានខ្មែរណានៅទៅសួរមើលហើយបើខ្មែរកូនខ្មែរកើតនៅអាមេរិកកូនខ្មែរកើតនៅអឺរ៉ុបកូនខ្មែរណាស៊ីមីវាយម៉ាម៉ាហ្នឹងតិចណាស់វាស៊ីរ៉ាមិនមីឆុងរបស់កូរ៉េនៅប៊ូហ្វេអត់មានអ្នកណាយកមីឆុងថៃទៅប្រើគឺយកមីឆុងរបស់កូរ៉េទៅប្រើ
ចំណែកឯក្មេងអាមេរិកកាំងទាំងកូនខ្ញុំទាំងអីពីដើមវាញ៉ាំ noodle cup គឺជាកំប៉ុងតូចដែលផលិតនៅអាមេរិកប្រៃឡែមហ្នឹងវាញ៉ាំទៅវាអត់មានអ្នកណាទៅបរិភោគណាវាអត់មានអ្នកណាទៅបរិភោគអាមីម៉ាម៉ាហ្នឹងទេបាទដូច្នេះវាលក់មួយឡាំង$4.99 $5ហ្នឹងវាធ្លាប់លក់$7ឬក៏$8តែវាលក់មិនដាច់អត់មានណាសំបីតែអាព្រិចក៏អត់ញ៉ាំដែរអត់បរិភោគទេបាទអត់ទេអត់បរិភោគទេសាមឌីគ្នាតាកំពុងតែនិយាយកកោកឲ្យចុះចៅឯងអត់មានតិចទេហ៎តើឯងសួរហ្នឹងគ្នាកំពុងតែនិយាយហ្នឹងមនុស្សចាស់នេះកំពុងតែនិយាយហ្នឹងស្រាប់តែសួររឿងមីម៉ាម៉ានៅអាមេរិកជារឿងពិតទេអាគ្នាកំពុងតែនិយាយនេះតិចអត់បើចូលមកដល់ព្រមយកដៃខ្ទប់តិចហើយសួរអាហ្នឹងហើយដែលកំពុងតែនាំគ្នាទៅរកសេចក្តីវិនាសនោះតិចអត់ស្ដាប់គ្នាកំពុងនិយាយហ្នឹងបងប្អូនគិតមើលខ្ញុំកំពុងតែនិយាយនឹងចៅសាមឌីហ្នឹងមកសួរដែរអើយព្រះអង្គហើយព្រះអង្គព្រះជាម្ចាស់ហេតុដូចម្ដេចបានជារឿងស្ដាប់នឹងអត់ប្រកែសោះអញ្ចឹងហើយធ្វើម៉េចទៅអញ្ចឹងបើយើងចូលរៀនចូលអីធ្វើម៉េចប្រឡងជាប់បើយើងអត់ប្រកែស្ដាប់ប្រកែយល់នោះវាស្វាត់ជាងមីកូរ៉េដាវិនលឹមមីកូរ៉េវាស្វាត់ជាងវាមានរសជាតិជាងមីថៃមីយួនមីចិនផុយពុកណាវាអត់ឆ្ងាញ់ទេបាទអញ្ចឹងខ្ញុំឆ្លើយឆ្លងមួយប្រិមិត្តសិនអូខេសម្ដេចពុកលោកអន់ចិត្តនឹងថៃយកគាត់ទៅត្រូលអូថៃវាឆ្កឹះឆ្កៀលលោកហ៊ុនសែនច្រើនណាស់បញ្ញារាជសង្គ្រាម5ថ្ងៃមិនដាច់ថៃមិនវាយខេត្តបៃលិនខ្ញុំនិយាយរឿងមួយលេងណានៅតាមបណ្ដោយព្រំដែន800គីឡូម៉ែត្ររវាងកម្ពុជានិងថៃឡង់សន្តាគារកាស៊ីណូនិងទីកំសាន្តនានាដែលសាងសង់តាមព្រំដែនគឺជាមុខរបររកស៊ីរវាងខ្មែរនិងថៃនៅខាងថៃមានថៅកែមានមេបញ្ជាការសេនាធិការតំបន់និងភូមិភាគមានអភិបាលខេត្តនិងមានឡើងរហូតទៅដល់នាយករដ្ឋមន្ត្រីថៃពួកថៃរកស៊ីជាមួយខ្មែរតាំងពីនាយករដ្ឋមន្ត្រីរហូតមកដល់ចៅហ្វាយស្រុកចៅហ្វាយខេត្តថៃសេនាធិការកងទ័ពនិងភូមិភាគថៃបើគ្មានខាងថៃរកស៊ីជាមួយខ្មែរទេសន្តាគារផ្ទះសំណាក់ទីប្រជុំកំសាន្តទាំងឡាយតាមព្រំដែនមិនមានមនុស្សកកទេនេះសូមជ្រាបចំណែកខាងខ្មែរចៅហ្វាយស្រុកអភិបាលខេត្តបញ្ជាការភូមិភាគរដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីខ្មែរ
ក៏រកស៊ីជាមួយថៃមានន័យថាខាងខ្មែរក៏រកស៊ីជាមួយថៃខាងថៃក៏រកស៊ីជាមួយខ្មែរសៀមខ្មែររកស៊ីជាមួយគ្នាទើបវាកើតមុខរបរតាមបណ្ដោយព្រំដែនការបើកច្រកព្រំដែនក៏ជាការដោះដូរទំនិញហើយជាការបង្កនៅទំនាក់ទំនងហើយនឹងការបង្កឲ្យមាននៅមុខរបររកស៊ីជាមួយគ្នាព្រំដែន800គីឡូហ្នឹងគឺអញ្ចឹងដល់មកកើតបញ្ហាគឺអញ្ចេះនៅខាងកម្ពុជាអ្នកកាន់អំណាចគឺលោកហ៊ុនសែនដូច្នេះថៃណាក៏ដោយឲ្យតែមកស្រស់ស្រួលរកស៊ីជាមួយលោកហ៊ុនសែនគាត់រកស៊ីជាមួយគាត់អត់រើសមុខទេមានន័យថាខាងកម្ពុជាថ្នាក់ដឹកនាំរហូតចុះទៅដល់គណៈអភិបាលខេត្តនិងគណៈអភិបាលស្រុកគឺរកស៊ីគណៈកងទ័ពគឺរកស៊ីជាមួយថៃអត់រើសមុខទេឲ្យតែចំណេញរកស៊ីបញ្ហាកើតពីថៃមកវិញណាបញ្ហាកើតពីថៃមកវិញថៃគេដូររដ្ឋាភិបាលដោយសារអីបានគេដូររដ្ឋាភិបាលពីព្រោះនៅស្រុកថៃវាដណ្ដើមគ្នាឡើងកាន់រដ្ឋាភិបាលគណៈបក30-40គណៈបកនាំគ្នាដណ្ដើមតំណែងក្នុងរដ្ឋាភិបាលដើម្បីរកប្រយោជន៍ដាក់ហោប៉ៅនៅពេលដែលតវ៉ាសន្លឹកឆ្នោតឬក៏តវ៉ាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីក៏ថៃតែងតែបង្កើតនៅចលនានយោបាយងាកទៅខាងជើងចលនានយោបាយប្រឆាំងនឹងមីយ៉ាន់ម៉ាងាកមកខាងត្បូងចលនានយោបាយប្រឆាំងនឹងឧទាមងាកមកខាងកើតចលនានយោបាយប្រឆាំងនឹងកិច្ចការខ្មែរទោះបីអ្នកឡើងកាន់អំណាចនឹងចង់រកស៊ីជាមួយលោកហ៊ុនសែនក៏ដោយក៏ដំបូងត្រូវទាស់គ្នាសិនដូច្នេះហើយបានជាវាមានអាវលឿងវាមានអាវក្រហមវាមានពួកអាម៉ាតវាមានពួកភឿថៃវាមានពួកប្រជាធិបតេយ្យឡាក់នឹងឡាក់